រឿងនេះចាប់ផ្ដើមឡើងជាមួយ Go 4ជាសិស្សថ្មីដែលចូលរៀននៅសាកលវិទ្យាល័យនេះព្រោះតែលោកតាគឺជាគ្រូបង្រៀនតន្ត្រីបុរាណដ៏ល្បីល្បាញគាត់ចង់ឲ្យ Go 4ក្លាយជាអ្នកជំនាញតន្ត្រីបុរាណដែរ Go 4ចូលរៀនយឺតហើយគ្រូក៏បង្គាប់ឲ្យនាងយកឧបករណ៍តន្ត្រីរបស់នាងមកដាក់នៅខាងមុខដើម្បីសម្ដែងបន្ទាប់ពីសម្ដែងចប់គ្រូបានឃើញ Lee Sin កំពុងដេកលក់នៅខាងក្រោយថ្នាក់រៀនហើយក៏ឲ្យគេបញ្ចេញយោបល់លើការសម្ដែងរបស់ Go 4តែ Lee Sin ធ្វើឲ្យ Go 4ខ្មាស់គេដោយនិយាយថាវាធ្វើឲ្យគេដេកលក់ស្រួលណាស់ធ្វើឲ្យសិស្សក្នុងថ្នាក់នាំគ្នាផ្ទុះសំណើចក្រោយមក Go 4ក៏ទទួលបានទូរស័ព្ទពីលោកតាហើយក៏ចាប់ផ្ដើមនិយាយទូរស័ព្ទជាមួយគាត់ពេលដាក់ទូរស័ព្ទចុះភ្លាមភ្នែករបស់នាងក៏ក្រឡេកទៅឃើញ Lee Sin ដែលបដិសេធក្មេងស្រីម្នាក់ដោយមិនស្ទាក់ស្ទើរដោយនិយាយថាគេមិនចូលចិត្តមនុស្សស្រីមុខអាក្រក់ទេឃើញបែបនេះ Go 4មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលលើបែបនោះក្មេងស្រីម្នាក់នោះក៏ខឹងខ្លាំងរួចតែកំភ្លៀង Lee Sin មួយដៃពេញទំហឹងហើយដើរចេញទៅទាំងកំហឹងធ្វើឲ្យ Go 4កាន់តែមានអារម្មណ៍តក់ស្លុតនៅពេល Lee Sin ឃើញ Go 4គេស្មានថានាងក៏មកសារភាពស្នេហ៍ជាមួយគេដែរទើបគេប្រញាប់បដិសេធនាងទុកជាមុនពេលក្រោយមកខណៈពេលដែល Go 4កំពុងមើលការសម្ដែងរបស់ក្រុមតន្ត្រីជាមួយមិត្តភ័ក្តិនាងក៏បានដឹងថា Lee Sin គឺជាអ្នកដឹកនាំក្រុមដ៏ល្បីឈ្មោះមួយដែលមានឈ្មោះថា The Stupid ហើយនាងក៏ចាប់ផ្ដើមលងស្រឡាញ់ទេពកោសល្យច្រៀងរបស់គេនៅបណ្ណាល័យ Go 4អង្គុយទៅរួមដោយចៃដន្យហើយក៏ឃើញថាអ្នកដែលកំពុងដេកនៅមុខនាងគឺ Lee Sin ភ្លាមនោះស្រីម្នាក់ដែលធ្លាប់សារភាពស្នេហ៍ជាមួយគេបានមកជាមួយកន្ត្រកមួយហើយដាក់វានៅក្បែរគេយ៉ាងស្ងៀមស្ងាត់ពេលគេភ្ញាក់ពីដេកនាងក៏និយាយសុំទោសគេក្នុងរឿងដែលនាងបានទះកំភ្លៀងគេកាលពីមុនរួចនាងក៏ដើរចេញទៅប៉ុន្តែមិនយូរប៉ុន្មាន Lee Sin ក៏ដើរចេញទៅដែរដោយទុកកន្ត្រកនោះចោលឃើញបែបនេះ Go 4ក៏ដើរតាមគេទៅហើយនិយាយប្រាប់គេខ្ញុំឲ្យយកកន្ត្រកនោះទៅហើយកុំវាតម្លៃមនុស្សដោយសារតែរូបរាងខាងក្រៅប៉ុន្តែទោះជាយ៉ាងណា Lee Sin បានធ្វើមិនដឹងមនុស្សហើយដើរចេញទៅបាត់ពេល Go 4តាមទៅរកគេម្ដងទៀតនាងក៏ជំពប់ជើងដួលចំពីមុខគេភ្លាមធ្វើឲ្យគ្រប់គ្នាយល់ច្រឡំថាគេក៏បានបដិសេធនាងដែរទោះបី Lee Sin ល្បីថាជាមនុស្សត្រជាក់ល្ហក់និងកាចឆ្នះក៏ដោយប៉ុន្តែគេលួចស្រឡាញ់សាស្ត្រាចារ្យរបាំ Juno តែនាងមិនបានគិតដូចគេទេព្រោះគេនៅក្មេងជាងហើយនាងក៏ស្រឡាញ់អ្នកដឹកនាំរឿងសៀនទៅហើយក្រោយមក Juno បានស្នើសុំក្រុមតន្ត្រីរបស់ Lee Sin ឲ្យមកសម្ដែងក្នុងកម្មវិធីរៃអង្គាសប្រាក់សម្រាប់សាស្ត្រាចារ្យឲ្យដែលកំពុងឈឺធ្ងន់ដោយសង្ឃឹមថាការសម្ដែងនឹងទាក់ទាញមនុស្សឲ្យមកចូលរួមច្រើនដើម្បីរកថវិកាជួយព្យាបាលជំងឺរបស់គាត់ប៉ុន្តែនៅយប់កម្មវិធី Lee Sin មិនបានមកបង្ហាញខ្លួនទេធ្វើឲ្យអ្នកគាំទ្រខឹងសម្បាហើយទាមទារប្រាក់វិញព្រោះពួកគេមកទីនេះគឺដើម្បីតែស្ដាប់គេច្រៀងប៉ុណ្ណោះដោយមិនដឹងថាត្រូវធ្វើដូចម្ដេច Go 4ក៏ច្រៀងបន្លប់ដើម្បីកុំឲ្យមានការភ្ញាក់ផ្អើលហើយអ្នកដឹកនាំរឿង Broadway ម្នាក់ឈ្មោះអូគុនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទឹកដមសម្លេងរបស់នាងអូគុនគឺជាអ្នកផលិតដ៏មានកេរ្តិ៍ឈ្មោះដែលនឹងត្រូវដឹកនាំកម្មវិធីបុណ្យខួបរបស់សាលាទោះបីជាកម្មវិធីស្ទើរតែបរាជ័យព្រោះតែការអវត្តមានរបស់ Lee Sin ក៏ដោយប៉ុន្តែសៀនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Go 4ហើយសរសើរការច្រៀងរបស់នាងមិនដាច់ពីមាត់គាត់សួរនាងថាតើធ្លាប់ច្រៀងពីមុនមកដែរទេប៉ុន្តែ Go 4ប្រាប់គាត់ថានាងច្រៀងតែក្នុងគ្រាអាសន្នដើម្បីរកលុយបង់ថ្លៃពេទ្យឲ្យសាស្ត្រាចារ្យឲ្យតែប៉ុណ្ណោះនៅពេល Go 4ឡើងឡានក្រុងសៀនក៏ឃើញថានាងភ្លេចរបស់ខ្លះទើបគាត់ជិះតាមឡានក្រុងនោះទៅដើម្បីយករបស់មកឲ្យនាងប៉ុន្តែពេលទៅដល់គាត់ឃើញ Go 4កំពុងយំដោយសារសាស្ត្រាចារ្យរបស់នាងបានទទួលមរណភាពបាត់ទៅហើយបន្ទាប់ពីដឹងរឿងនេះសៀនក៏លួងលោមនាងដោយស្ងៀមស្ងាត់ថ្ងៃបន្ទាប់អ្នកវីស្កូប្រចាំក្រុមបានប្រាប់ Lee Sin ឲ្យយកលុយមួយស្រោមទៅឲ្យ Go 4ដើម្បីសងការដែលគេមិនបានឡើងច្រៀងប៉ុន្តែ Lee Sin មានអារម្មណ៍ភ័យខ្លាច Lee Sin មិនចង់ទៅជួបនាងម្នាក់ឯងទេក៏សូមឲ្យមិត្តភក្តិទៅជាមួយប៉ុន្តែមិត្តរបស់គេបដិសេធដោយនិយាយថាវាជារឿងផ្ទាល់ខ្លួនរបស់ Lee Sin ក្រោយមក Lee Sin ក៏ទៅជួប Go 4ហើយឃើញនាងកំពុងតែលេងឧបករណ៍តន្ត្រីរបស់នាងគេដើរទៅជិតរួចបោះស្រោមសម្បត្តិទៅឲ្យនាងប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលនាងបែរជាបដិសេធមិនព្រមទទួលហើយនិយាយដាក់គេយ៉ាងត្រជាក់ស្រេបថា Lee Sin ជាមនុស្សដែលក្អេងក្អាងខ្លាំងណាស់ហើយនាងក៏មិនយល់ថាហេតុអ្វីបានជាស្រីគ្រប់គ្នាចូលចិត្តគេម្លេះ Lee Sin ខឹងខ្លាំងណាស់គេចាប់ដៃនាងរួចប្រកាសប្រជែងថាពួកគេទាំងពីរនឹងត្រូវសម្ដែងក្រុមតន្ត្រីរបស់ខ្លួននៅចំពោះមុខអ្នកទស្សនាហើយអ្នកណាដែលចាញ់ត្រូវតែធ្វើជាទាសករឲ្យអ្នកឈ្នះរយៈពេល1ខែដូច្នេះហើយទើបពួកគេទាំងពីរចាប់ផ្ដើមហ្វឹកហាត់ក្រុមតន្ត្រីរៀងខ្លួនដើម្បីការប្រកួតដោយតាំងចិត្តថាត្រូវតែឈ្នះលុះដល់ពេលល្ងាចខណៈដែរ Lee Sin កំពុងអង្គុយជាមួយក្រុមតន្ត្រីក្នុងបន្ទប់ហាត់សមាជិកម្នាក់ក៏ដើរចូលមកទាំងមុខស្រពោនគេប្រាប់ Lee Sin ថាសាស្ត្រាចារ្យ Go 4បានរៃអង្គាសប្រាក់ដើម្បីជួយដល់អ្នកដែរបានស្លាប់ទៅកាលពី2ថ្ងៃមុនពេលលើបែបនេះ Lee Sin ទើបដឹងថាហេតុអ្វីបានជា Go 4មានកាយវិការត្រជាក់ដាក់គេទីបំផុតថ្ងៃប្រកួតក៏មកដល់អ្នកទាំងពីរជួបគ្នានៅនឹងមុខដោយក្រុមតន្ត្រីម្នាក់ត្រៀមខ្លួនរួចជាស្រេចដំបូង Lee Sin និងក្រុម The Stupid របស់គេបានឡើងសម្ដែងហើយគ្រប់គ្នាសុទ្ធតែពេញចិត្តនឹងការសម្ដែងរបស់ពួកគេបន្ទាប់ពីក្រុម The Stupid បញ្ចប់ការសម្ដែងដ៏អស្ចារ្យដែលធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរ Go 4និងក្រុមរបស់នាងក៏ឡើងសម្ដែងបន្តប៉ុន្តែសំណាងហាក់មិនមែនជារបស់ Go 4ឡើយព្រោះក្នុងពេលកំពុងសម្ដែងខ្សែឧបករណ៍តន្ត្រីរបស់នាងស្រាប់តែដាច់ការសម្ដែងត្រូវផ្អាកភ្លាមហើយព្រោះតែហេតុនេះ Go 4និងក្រុមរបស់នាងក៏ចាញ់ការប្រកួតដើម្បីជាការដាក់ទណ្ឌកម្មនាងត្រូវក្លាយជាទាសកររបស់ Lee Sin មួយខែដោយត្រូវតាមទៅរៀននិងយកកាហ្វេឲ្យគេជារៀងរាល់ព្រឹកនៅពេលយប់ Lee Sin និង Go 4បានជួបគ្នាដោយចៃដន្យតាមផ្លូវ Go 4កំពុងតែមានអារម្មណ៍មិនល្អព្រោះតែនាងចាញ់ការប្រកួតតែជំនួសឲ្យការចំអកនាង Lee Sin បានប្រាប់នាងថានាងពិតជាលេងបានល្អណាស់គេនិយាយថាប្រសិនបើខ្សែឧបករណ៍របស់នាងមិនដាច់ទេនោះលទ្ធផលប្រហែលជាមិនមែនបែបនេះឡើយបន្ទាប់មក Lee Sin ក៏សុំទោសដែលមិនបានទៅសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រីរបស់នាងព្រមទាំងសុំទោសរឿងដែលបានកើតឡើងជាមួយសាស្ត្រាចារ្យរបស់នាងផងដែរទីបំផុតគេក៏ប្រាប់ពីមូលហេតុពិតដែលគេមិនអាចទៅចូលរួមកម្មវិធីនោះបានថ្ងៃនោះប្អូនស្រីរបស់គេត្រូវវះកាត់ហើយការនៅក្បែរប្អូនស្រីគឺជារឿងសំខាន់បំផុតក្រោយពីបានរឿងបែបនេះ Go 4ក៏យល់ច្បាស់ថា Lee Sin ពិតជាមនុស្សដែលមានចិត្តល្អមែនទែនហើយនាងក៏សម្រេចចិត្តអភ័យទោសឲ្យពេលនោះនាងចាប់ផ្ដើមលងស្រឡាញ់គេប៉ុន្តែគេនៅតែប្រងើយកន្តើយព្រោះគេមានតែ Juno នៅក្នុងចិត្តទន្ទឹមនឹងនោះ Juno នៅតែស្រឡាញ់អ្នកដឹកនាំសៀនដែលធ្លាប់ជាគូស្នេហ៍របស់នាងតែបច្ចុប្បន្នទំនាក់ទំនងអ្នកទាំងពីរគឺមានភាពរកាំរកូសសៀនបានមកសាលាដើម្បីដឹកនាំពិធីបុណ្យតន្ត្រីហើយបានប្រកាសបើកការ audition ដើម្បីរកអ្នកមានទេពកោសល្យថ្មីប៉ុន្តែសាស្ត្រាចារ្យដែលជួយការងារគាត់កំពុងរងសម្ពាធពីភរិយាសាលាដើម្បីឲ្យកូនស្រីឈ្មោះជីយូបានធ្វើជាតួឯកដោយចៃដន្យអ្នកវីស្កូក៏លងស្រឡាញ់
ជីយូតាំងពីឃើញដំបូងហើយជូននាងជិះម៉ូតូប៉ុន្តែនាងក៏ធ្លាក់ខ្លួនឈឺបន្ទាប់ពីត្រូវភ្លៀងហើយខកខានការ audition ដោយមានអារម្មណ៍ខុសគេក៏រៀបចំឆាកមួយដើម្បីឲ្យនាង បានសម្ដែងដោយ Like Go 4ក៏ទៅ audition ដែរហើយនាងមានការភ្ញាក់ផ្អើលពេលឃើញ Lee Sin ចូលរួមដែរ ក្រោយមកទើបដឹងថាគាត់ចូលរួមព្រោះតែស្រឡាញ់ Yuno នៅពេលសៀនដាក់ Go 4ចូលក្នុងក្រុមសម្ដែង ស្រីផ្សេងទៀតគិតថាគាត់លំអៀងព្រោះនាងនៅក្នុងក្រុមតន្ត្រីដោយមានអារម្មណ៍ថាគំរាមកំហែងដោយសារទេពកោសល្យរបស់ Go 4 Chiyu ក៏ជេរប្រមាថនិងចោទប្រកាន់ថានាងអូសទាញសៀនតែធ្វើឲ្យអ្នកដទៃទៀតនាំគ្នាគំរាមកំហែងនាង Yuno ក៏សង្កេតឃើញ Go 4 និងសៀនស្និទ្ធស្នាលគ្នាហើយចាប់ផ្ដើមប្រច័ណ្ឌរហូតធ្វើឲ្យ Go 4 ដឹងថា Yuno ស្រឡាញ់សៀនមិនមែន Lee Sin ទេទោះជាយ៉ាងនេះក្តី Lee Sin នៅតែព្យាយាមយកចិត្ត Yuno ហើយប្រច័ណ្ឌគ្រប់ពេលដែលនាងមើលទៅសៀន ដោយក្តីស្រឡាញ់ក្រោយមក Yuno បានជួបសៀនហើយបង្ហាញការមិនពេញចិត្តចំពោះការយកចិត្តទុកដាក់ពិសេសទៅលើ Go 4 ពួកគេព្រមព្រៀងគ្នាជួបនៅពេលក្រោយដើម្បីដោះស្រាយការយល់ច្រឡំប៉ុន្តែ Lee Sin ក៏លេចមុខមកហើយជូនខ្សែទៅ Yuno ក្រោយមកខណៈសៀនកំពុងជូន Go 4 ទៅផ្ទះពួកគេក៏ឃើញ Lee Sin ថាប Yuno ដោយបាក់ទឹកចិត្ត Go 4 ដឹងថាខ្លួនស្រឡាញ់ Lee Sin ចំណែកសៀនក៏ចាប់ផ្ដើមប្រច័ណ្ឌ ហើយគេចមកពី Yuno បន្ទាប់មក Yuno ក៏យកខ្សែទៅសង្វិញហើយប្រាប់ Lee Sin យ៉ាងច្បាស់ថានាងមិនដែលចាប់អារម្មណ៍លើគេឡើយ Lee Sin ជឿចាប់យ៉ាងខ្លាំងជាពិសេសបន្ទាប់ពីឃើញ Yuno ត្រូវរត់គ្នាជាមួយសៀន Go 4 ព្យាយាមលួងលោមគេនឹងសារភាពស្នេហ៍ តែគេបែរជាចិត្តដាច់រញញៀងចេញយ៉ាងខុសខើ Lee Sin ក៏ទៅចំណាយពេលជាមួយឪពុករបស់គេអាទិត្យអ្នកគីតាម្នាក់ដែលមានបញ្ហាស្រវឹងដែលធ្វើឲ្យគ្រួសារបែកបាក់ហើយពេលនេះគាត់កំពុងតែស្លាប់ក្រោយមក Lee Sin បានបោះខ្សែដែលគេធ្លាប់ឲ្យ Yuno ចោល Go 4 ព្យាយាមជួយឲ្យគេយល់ថាអារម្មណ៍ដែលគេមានចំពោះ Yuno គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ ទីបំផុតគេក៏ព្រមទទួលស្គាល់ការពិតហើយបោះបង់ចោលស្នេហ៍ខាងនោះដោយចៃដន្យ Lee Sin បានមករស់នៅផ្ទះជិតខាងជាមួយ Go 4 នៅសាលា Go 4 រំលឹកគេថាពេលដែលនាងត្រូវធ្វើជាអ្នកបម្រើគេមួយខែបានចប់ហើយ គេក៏បានប្រគល់ភារកិច្ចចុងក្រោយឲ្យនាងគឺការរកខ្សែដែលបាត់ នាងរកឃើញខ្សែនោះហើយដឹងថាវាជារបស់នារីម្នាក់ពេលដឹងថាឪពុករបស់ Lee Sin ស្លាប់នាងក៏ប្រញាប់ទៅលួងលោមគេភ្លាមតែពេលទៅដល់ឃើញ Yuno នៅទីនោះស្រាប់ទើបនាងដឹងថាខ្សែនោះជារបស់ Yuno ដោយការជឿចាប់និងខកចិត្ត Go 4 ប្រគល់ខ្សែនោះហើយប្រាប់ Lee Sin ថានាងឈប់ស្រឡាញ់គេហើយ នឹកស្មានមិនដល់ពាក្យសម្ដីរបស់នាងធ្វើឲ្យគេឈឺចាប់ខ្លាំងហើយគេចាប់ផ្ដើមនឹកនាងគេចាប់ផ្ដើមទៅគ្រប់កន្លែងដែលនាងនៅហើយទោះបីជាគេមិនចូលចិត្តការដើរលេងជាក្រុមយ៉ាងណាក៏ដោយគេក៏សម្រេចចិត្តចូលរួមសកម្មភាពជាមួយមិត្តរួមថ្នាក់ដើម្បីនាងដែរហើយពេលនាងដេកលក់គេក៏ព្រមនាងយកទៅផ្ទះ ក្រោយមកពេលជីតារបស់នាងឃុំនាងក្នុងផ្ទះដើម្បីកុំឲ្យនាងទៅចូលរួមប្រឡងសម្ដែង Lee Sin ក៏បានជួយឲ្យនាងរត់ចេញមកក្រៅ Go បាន 4 បានធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងសម្លេងដ៏ពីរោះរបស់នាង ប៉ុន្តែដោយសារសម្ពាធពីភរិយាប្រធានសាលា Chiyu ក៏ត្រូវបានគេជ្រើសរើសជាតួឯកជំនួសវិញ ពេល Go 4 កំពុងដើរត្រឡប់ទៅផ្ទះ Lee Sin បានសុំដើរទៅជាមួយតែនាងបែរជាទៅជាមួយ Sin វិញ ស្លាប់ទៅដែលធ្វើឲ្យ Lee Sin មានអារម្មណ៍ថាគេមិនខ្វល់ពីគាត់ហើយក៏ចាប់ផ្ដើមឃ្លាតឆ្ងាយពីគ្នា នៅថ្ងៃខួបកំណើតរបស់ Go 4 នាងបានធ្លាក់ពីលើជណ្ដើរហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ Lee Sin ទៅសួរសុខទុក្ខនាងហើយសុំឲ្យនាងកុំឈប់ស្រឡាញ់គាត់ក្រោយមកពេលទៅបោះជំរំជាមួយថ្នាក់គាត់អង្គុយក្បែរនាងហើយក៏បានជួយនាងក្រោយពេលនាងរងរបួស ជាងនៅពេលដើរលេង ក្នុងគ្រានោះ Lee Sin សារភាពថាគាត់ចង់ឲ្យនាងស្រឡាញ់គាត់វិញហើយ Go 4 ក៏សម្រេចចិត្ត ផ្ដល់ឱកាសឲ្យគាត់ទោះជាយ៉ាងណាក្រោយមកនាងយល់ថាគាត់ខ្មាស់អៀននឹងទំនាក់ទំនងរបស់ពួកគេព្រោះគាត់តែងតែព្យាយាមលាក់បាំងរឿងនេះ Lee Sin ពន្យល់ថាគាត់គ្រាន់តែចង់ការពារនាងពីហ្វេនរបស់គាត់ប៉ុណ្ណោះដើម្បីបង្ហាញពីចិត្តស្មោះគាត់ក៏ដើរចូលសាលាដោយចាប់ដៃនាងច្រៀងចម្រៀងជូននាងនិងថើបនាងនៅចំពោះមុខគេឯងក្រោយមកម្ចាស់ឧបត្ថម្ភកម្មវិធីសុំឲ្យមានការសម្ដែងសារល្បងមួយ តែជីយូបានបាត់ខ្លួនពេញមួយថ្ងៃព្រោះតែទៅញ៉ាំអាហារជាមួយអ្នកវីស្កូហើយថែមទាំងបិទ ទូរស័ព្ទទៀតផងដូច្នេះនៅនាទីចុងក្រោយសៀនបង្ខំចិត្តឲ្យ Go 4 មកជំនួស Chiyu ប៉ុន្តែភ្លាម ដែល Go 4 ឡើងលើឆាកនាងធ្វើឲ្យម្ចាស់ឧបត្ថម្ភភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងទេពកោសល្យច្រៀងដ៏អស្ចារ្យរបស់នាងដោយខឹងសម្បានឹងរឿងនេះម្ដាយរបស់ជីយូបានទះកំភ្លៀងកូនស្រីខ្លួនឯងរួចក៏គប់ខិតជាសម្ងាត់ជាមួយសាស្ត្រាចារ្យម្នាក់ដើម្បីទម្លាក់សៀននិង Go 4 ចេញពីកម្មវិធីដើម្បីឲ្យកូនស្រីគាត់បាន ទូនីតិឯកវិញពួកគេបានប្រើល្បិចលួងលោម Go 4 និងសៀនឲ្យទៅជួបគ្នាសម្ងាត់រួចក៏ថតរូបពួកគេទាំងពីរហើយផ្សព្វផ្សាយពាក្យចាំអារ៉ាមពេញសាលាថាពួកគេកំពុងតាក់ទងគ្នា Lee Sin ដឹងថាវាគ្រាន់តែជាការយល់ច្រឡំដូច្នេះគាត់ក៏ប្រាប់សៀនថាពួកគេត្រូវតែដោះស្រាយរឿងនេះឲ្យច្បាស់លាស់ត្រូវតែដោះស្រាយពាក្យចាំអារ៉ាមនេះឲ្យបានឆាប់បំផុតបើមិនដូច្នោះទេទាំងគេនិង Go 4 នឹងជួបគ្រោះថ្នាក់ ម្យ៉ាងវិញទៀត Yuno ក៏ជឿជាក់លើសៀនទាំងស្រុងដែរប៉ុន្តែនាងនិយាយថាវិធីល្អបំផុតគឺ ត្រូវដក Go 4 ចេញពីកម្មវិធីមហោស្រពប៉ុន្តែសាស្ត្រាចារ្យចង់ឲ្យសៀនត្រូវដកចេញដែរដោយអះអាងថាគាត់ធ្វើឲ្យខូចកេរ្តិ៍ឈ្មោះសាលាប៉ុន្តែសៀនជឿជាក់ថាសាស្ត្រាចារ្យនៅពីក្រោយរឿងនេះទាំងអស់ព្រោះគាត់ជាអ្នកផ្ញើសារហៅពួកគេទាំងពីរនាក់ទៅទីនោះដូច្នេះដើម្បីការពារ Go 4 សៀនបានលាលែងពីតំណែងជាអ្នកដឹកនាំប្រធានសាលាមិនព្រមទទួលការលាលែងនេះទេព្រោះម្ចាស់ឧបត្ថម្ភគាំទ្រគាត់ទើបបង្ខំឲ្យម្ដាយរបស់ Chiyu មកសុំទោស Go 4 ត្រូវបានជ្រើសរើសជាផ្លូវការឲ្យជំនួស Chiyu បន្ទាប់ពី Chiyu មានបញ្ហាសរសៃសម្លេងធ្ងន់ធ្ងរ រហូតដល់ត្រូវវះកាត់ដោយសារហេតុនេះប្រធានសាលាសម្រេចចិត្តលុបចោលកម្មវិធីមហោស្រពប៉ុន្តែសិស្សានុសិស្សមិនព្រមចុះចាញ់ឡើយហើយបានប្រមូលថវិកាដើម្បីរៀបចំការសម្ដែងដោយខ្លួនឯង Chiyu នៅតែចង់ចូលរួមហើយបានគេចចេញពីមន្ទីរពេទ្យដោយមានជំនួយពីអ្នកវីស្កូពេលមកដល់សាលាភ្លាម Chiyu ក៏និយាយត្រង់ថានាងចង់ត្រឡប់មកដើរតួឯកវិញ Lee Sin ខឹងខ្លាំងណាស់ហើយប្រាប់នាងថា Go 4 គឺជាតួឯកនៅពេលនេះទៅហើយ ប៉ុន្តែ Go 4 បានដើរចេញមកហើយប្រគល់តំណែងតួឯកឲ្យ Chiyu វិញរួចក៏ដើរចេញទៅ ឃើញដូច្នេះ Lee Sin ក៏ដើរតាមហើយសួរថាហេតុអ្វីបានជានាងសុខចិត្តឲ្យ Chiyu ត្រឡប់មកដើរតួឯកវិញ Go 4 បញ្យល់យ៉ាងស្រទន់ថានាងគិតថា Chiyu បានខំប្រឹងប្រែងខ្លាំងជាងនាងទៅទៀតសម្រាប់តួនាទីនេះ ឮបែបនេះ Lee Sin ក៏អបនាងហើយប្រាប់ថាគេពិតជាមានមោទកភាពចំពោះនាងណាស់ នៅពេល Chiyu ក៏សម្គាល់ឃើញថា Go 4 កំពុងលំបាកក្នុងការរៀនជំហានរបាំនាងក៏សម្រេចចិត្តជួយនិងបង្រៀនគ្រប់ក្បាច់យ៉ាងអត់ធ្មត់
ប៉ុន្តែនៅពេលនោះសៀនក៏មកដល់ហើយចាប់ផ្ដើមស្ដីបន្ទោសជីយូដែលរត់ចេញពីការវះកាត់មកទីនេះគាត់ប្រាប់នាងថាម៉ាក់របស់នាងបានប្រាប់គាត់អស់ហើយសួរថាហេតុអ្វីបានជានាងមិនព្រមប្រាប់ការពិតដោយខ្លួនឯងថាបើនាងនៅតែច្រៀងទៀតនាងអាចនឹងបាត់បង់សម្លេងឬបែបនេះគោប៊ុនក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំណែកជីយូក៏យំខ្សឹកខ្សួលឃើញនាងបែបនេះទាំងសៀននិងគោប៊ុនចាប់ផ្ដើមព្រួយបារម្ភពីនាងប៉ុន្តែក្នុងពេលតែមួយពួកគេក៏មានមោទកភាពចំពោះនាងដែរព្រោះវាបង្ហាញថានាងមានភាពស្មោះត្រង់យ៉ាងណាសម្រាប់ការសម្ដែងមួយនេះទីបំផុតជីតារបស់គោប៊ុនក៏បានគាំទ្រនាងបន្ទាប់ពីដឹងថានាងមានគម្រោងបញ្ចូលតន្ត្រីបុរាណកូរ៉េទៅក្នុងការសម្ដែងអំឡុងពេលមហោស្រពជីយូបានឡើងឆាកដោយធ្វើកាយវិការតាមមាត់ខណៈគោប៊ុនច្រៀងនៅពីក្រោយឆាកព្រោះគោប៊ុនមិនខ្វល់រឿងចង់ល្បីឈ្មោះឡើយឃើញទស្សនវិជ្ជានេះលីស៊ីនបានប្រាប់គោប៊ុនថាសម្រាប់គេនាងគឺជាតួឯកពិតប្រាកដជានិច្ចម្យ៉ាងវិញទៀតជីយូបានបកស្រាយប្រាប់ម្ដាយរបស់នាងថាសំឡេងនោះមិនមែនជារបស់នាងទេគឺជារបស់គោប៊ុនឬបែបនេះម្ដាយរបស់ជីយូក៏សម្រេចចិត្តឈប់បង្ខំនាងហើយការវះកាត់ក៏ទទួលបានជោគជ័យទន្ទឹមនឹងនោះសៀនបានទទួលការងារនៅក្រៅប្រទេសហើយសិស្សទាំងអស់ក៏ទទួលបានឱកាសចូលរួមប្រឡងដើម្បីចេញអាល់ប៊ុមផងដែរយ៉ាងណាក៏ដោយជីតារបស់គោប៊ុនបានបង្ខំឲ្យនាងទៅចូលរួមការប្រកួតតន្ត្រីបុរាណជំនួសវិញដាច់ខាតប៉ុន្តែលីស៊ីនបានមកដល់ហើយបញ្ចុះបញ្ចូលឲ្យនាងធ្វើតាមក្តីស្រមៃឬបែបនេះគោប៊ុនក៏យល់ព្រមហើយបន្ទាប់ពីសុំទោសជីតានាងក៏ទៅប្រឡងជាមួយលីស៊ីនប៉ុន្តែពេលកំពុងប្រញាប់ប្រញាល់នាងបានធ្វើឲ្យដៃរបស់គាត់របួសដោយអចេតនាគាត់លាក់ទុកភាពជាចាប់ហើយនៅតែសម្ដែងនៅក្នុងការប្រឡងទោះបីជាពួកគេមិនអាចតាក់ទាញអ្នកឧបត្ថម្ភបានទាំងស្រុងក៏ដោយទោះយ៉ាងនេះក្តីសម្លេងរបស់គោប៊ុននៅតែលេចធ្លោខ្លាំងរហូតទទួលបានឱកាសទៅរៀនជំនាញច្រៀងនៅប្រទេសអង់គ្លេសមួយឆ្នាំលីស៊ីនលើកទឹកចិត្តឲ្យនាងទៅព្រោះចង់ឃើញនាងជោគជ័យគាត់បានជូនថាសចម្រៀងរបស់ឪពុកនាងមួយឲ្យនាងយកទៅជាមួយហើយសន្យាថានៅពេលនាងត្រឡប់មកវិញដើម្បីសង់វានៅពេលក្រោយគាត់នឹងក្លាយជាអ្នកហ្គីតាម្នាក់ដ៏ឆ្នើមដូចគ្នាគួរឲ្យស្ដាយលីស៊ីនបានដឹងថាគេត្រូវវះកាត់ដៃដែលរងរបួសហើយប្រហែលជាលែងអាចលេងហ្គីតាបានទៀតហើយដោយសារមិនអាចទទួលយកការពិតនេះបានគេក៏លាក់ទុកការឈឺចាប់និងឃ្លាតឆ្ងាយពីអ្នកគ្រប់គ្នាជាពិសេសគោប៊ុនព្រោះគេមិនចង់ក្លាយជាបន្ទុកដល់អនាគតរបស់នាងឡើយថ្ងៃមួយគោប៊ុននិងលីស៊ីនបានទៅកាហ្វេជាមួយគ្នាដែលនៅទីនោះគោប៊ុនបានបង្ហាញសម្បត្តិទៅប្រទេសអង់គ្លេសឲ្យគេមើលការឃើញបែបនេះធ្វើឲ្យលីស៊ីនសារភាពថាគេចាប់ផ្ដើមមានអារម្មណ៍សោកសៅចំពោះការចាក់ចេញរបស់នាងក្រោយមកខណៈពេលយកអាហារទៅតុគេស្រាប់តែទម្លាក់ថាហើយក្តាប់ក្តាយដោយភាពឈឺចាប់គោប៊ុនបានសួរភ្លាមថាតើរបួសរបស់គេបណ្ដាលមកពីនាងមែនទេប៉ុន្តែលីស៊ីនបានបដិសេធបន្ទាប់ពីនឹកឃើញដល់ពេលជាច្រើនដែលក្តាយរបស់លីស៊ីនមានបញ្ហាគោប៊ុនក៏ទៅជួបផលិតករហើយប្រាប់ថាខ្លួនលែងចង់ទៅប្រទេសអង់គ្លេសទៀតហើយព្រោះមានមនុស្សម្នាក់ដែលនាងត្រូវនៅក្បែរនៅពេលជួបលីស៊ីនម្ដងទៀតនាងប្រាប់គេថាបានសម្រេចចិត្តមិនចាក់ចេញទេប៉ុន្តែជំនួសឲ្យការសប្បាយចិត្តលីស៊ីនស្រាប់តែនិយាយថាចង់បែកគ្នាគេពន្យល់ថាគេមិនគិតថាខ្លួនអាចរងចាំនាងបានឡើយរួចគេក៏ប្រគល់ខ្សែចុងទូរស័ព្ទឲ្យគោប៊ុនហើយដើរចេញទៅដោយទុកឲ្យនាងយំយ៉ាងខ្លាំងដោយបាក់ទឹកចិត្តនិងច្របូកច្របល់គោប៊ុនក៏សម្រេចចិត្តទៅប្រទេសអង់គ្លេសក្នុងពេលជាមួយគ្នានោះសៀននិងយូណូក៏បានភ្ជាប់ពាក្យនិងត្រៀមខ្លួនទៅក្រៅប្រទេសដែរមួយឆ្នាំក្រោយមកគោប៊ុនបានត្រឡប់មកកូរ៉េវិញក្នុងនាមជាតារាចម្រៀងដ៏ជោគជ័យបន្ទាប់ពីចេញបទចម្រៀងថ្មីទទួលបាននាងបានជួបលីស៊ីនម្ដងទៀតហើយប្រកូល CD តន្ត្រីដែលគេធ្លាប់ឲ្យនាងវិញតែគេបែរជាធ្វើត្រជាក់ដាក់នាងព្រោះចង់លាក់ការពិតដែលថាគេមិនអាចលេងហ្គីតាបានដូចមុនទៀតម្យ៉ាងវិញទៀតសៀនបានដឹងរឿងពិតរួចទៅហើយព្រោះមុនពេលចេញទៅក្រៅប្រទេសគេបានជួបលីស៊ីនបន្ទាប់ពីមានការសង្ស័យថាលីស៊ីនកំពុងលាក់បាំងរឿងអ្វីមួយដូច្នេះដើម្បីបញ្ជាក់ពីការសង្ស័យស្រាប់តែសៀនបានចាប់ច្របាច់កដៃរបស់លីស៊ីនយ៉ាងខ្លាំងលីស៊ីនបានបង្ហាញអាការៈឈឺចាប់ភ្លាមហើយក៏ទាញដៃចេញឃើញបែបនេះសៀនក៏អស់ចម្ងល់ហើយក៏ទាមទារឲ្យលីស៊ីនប្រាប់ការពិតមកគាត់លីស៊ីនគ្មានជំរឿអ្វីក្រៅពីសារភាពថាកដៃរបស់គេមានរបួសហើយត្រូវតែវះកាត់គេក៏បានសុំឲ្យសៀនកុំប្រាប់រឿងនេះដល់គោប៊ុនព្រោះមិនចង់ឲ្យប៉ះពាល់ដល់អាជីពរបស់នាងទោះជាយ៉ាងណាមួយឆ្នាំក្រោយមកពេលសៀននិងយ៉ូណូត្រឡប់មកពីក្រៅប្រទេសវិញសៀនក៏បានដឹងពីរឿងនេះតាមរយៈគោប៊ុនហើយគាត់ក៏ប្រាប់នាងពីការពិតទាំងអស់ថាលីស៊ីនលែងអាចលេងហ្គីតាបានទៀតហើយដោយការឈឺចាប់ខ្លាំងនាងបានទៅសួរដេញដល់លីស៊ីនដែលបានលាក់បាំងរឿងដ៏ជូរចត់នេះហើយនាងក៏សារភាពថាពេញមួយពេលកន្លងមកនេះនាងព្យាយាមស្អប់គេដែលបានបោះបង់នាងចុងក្រោយលីស៊ីនក៏ដឹងខ្លួនថាគេគួរតែឈប់កិច្ចវេពីអារម្មណ៍ខ្លួនឯងទើបគេសម្រេចចិត្តសារភាពស្នេហ៍នឹងថើបនាងដែលធ្វើឲ្យរឿងរ៉ាវដ៏ស្រស់ស្អាតនេះបញ្ចប់ដោយជោគជ័យដូច្នេះមិត្តអ្នកស្ដាប់បើអ្នកពេញចិត្តនឹងការសង្ខេបនេះកុំភ្លេចជួយចុច Like Subscribe និងចុចរូបកណ្ដឹងផងជួបគ្នានៅវគ្គក្រោយអរគុណសម្រាប់ការតាមដានទស្ស